បាទខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាទោះការងារស្អិចស្កះពេញដៃតែសុភកុសមានិងស្វាមីនៅបន្តធ្វើសកម្មភាពគួរឲ្យសរសើរចំពោះវីរៈកងទ័ពដោយផ្ទាល់និយាយពីសកម្មភាពសប្បុរសធម៌របស់ពិធីការនីសុភកុសមានិងស្វាមីអំឡុងពេលប្រទេសជាតិមានបញ្ហាកន្លងមកអ្នកនាងនិងស្វាមីបានចូលរួមយ៉ាងសកម្មទាំងការប្រើសម្លេងផ្សព្វផ្សាយរកសន្តិភាពសម្រាប់កម្ពុជានិងចំណាយទាំងកម្លាំងស្មារតីថវិកាផ្ទាល់ខ្លួនរៀបចំជាស្បៀងសម្ភារៈចុះជួយដល់វីរៈកងទ័ពជួរមុខនិងបងប្អូនគ្រួសារភៀសសឹកជាច្រើនមកដល់ពេលនេះទោះស្ថានភាពប្រទេសស្ងប់ស្ងាត់វិញបន្តិចតែងាកទៅមើលលើ Facebook របស់ពិធីការនីរូបនេះនិងស្វាមីនៅតែឃើញបង្ហាញសកម្មភាពបន្តចូលរួមជួយប្រទេសជាតិដោយធ្វើជាមូលនិធិសប្បុរសធម៌រាយអង្គាសថវិកាតិចតួចពីបងប្អូនសប្បុរសជនសម្រាប់ទ្រទ្រង់ដល់វីរៈកងទ័ពជួរមុខឈរជើងការពារជាតិតាមព្រំដែនផងដែរយ៉ាងណាមិញត្បិតតែការងារសិល្បៈកំពុងតែមមាញឹកខ្លាំងតែពិធីការនីសុភកុសមានិងស្វាមីនៅតែឆ្លៀតពេលវេលាបង្ហាញសកម្មភាពដើរទិញសម្ភារៈនិងស្បៀងអាហារដោយផ្ទាល់ដើម្បីរៀបចំយកទៅជូនដល់បងវីរៈកងទ័ពជួរមុខតាមតំបន់ផ្សេងដោយផ្ទាល់ទៀតផងក្នុងនោះអ្នកនាងកុសមាបានរៀបរាប់ថាអរគុណបងប្អូនសប្បុរសជនទាំងអស់ស្បៀងកាហ្វេបារីនិងទឹកប្រាក់បន្តិចបន្តួចបានដល់ដៃបងវីរៈកងទ័ពផ្សេងនៅតាមតំបន់ជួរមុខរបស់គាត់បាទហើយអត្ថបទព័ត៌មាននេះខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា